ជំរាបសួរបងប្អូនខ្មែរទូទាំងពិភពលោកនិងជំរាបសួរថ្នាក់ដឹកនាំទាំងពីរខ្ញុំសូមលើកវីដេអូវិហៅមុងនរិទ្ធនេះយកមកបកស្រាយបន្តិចទៀតសូមទេសនាដូចតទៅសូមអរគុណកូនប្រុសរបស់លោកកែវរេមីនៅស្រុកខ្មែរយើងគឺអញ្ចឹងហ្មងអស់ពីឪទៅគឺកូនឡើងមកកាន់តំណែងកូនស្រែចំការអ្នកដែលក្រីក្រដែលខំប្រឹងរៀនហ្នឹងអាវ៉ាអើយខំប្រឹងលក់គោលក់ស្រែទៅឯងបើមកជាតិហ្នឹងបានមកឡើងកាន់ការងារធំអីនៅស្រុកនៅលើនៅក្នុងរបៀបដឹកនាំរដ្ឋបែបនេះគឺខ្ញុំសឹងថាឲ្យកាប់ថ្មចំណាំទៅវាអត់ផេះទេរៀនដាច់ខ្យល់ងាប់បានតែត្រឹមធ្វើសំណង់ឬក៏ធ្វើចំណាក់ស្រុកទៅធ្វើពលករនៅប្រទេសថៃជាកញ្ចាស់គេឲ្យគេមើងងាយអញ្ចឹងចុះព្រោះយើងគ្មានសេចក្តីសង្ឃឹមនឹងបានទៅធ្វើជាមេដឹកនាំកាន់ក្រសួងកាន់មន្ទីរកាន់ស្អីទេព្រោះខ្សែគេបាក់ពួកគេបងប្អូនគេនៅហ្នឹងគេចាំជ្រុំយកអស់ហើយអស់ពីឪគេមកកូនអស់ពីកូនមកប្រពន្ធប្តីកូនចៅទួតចលួតចលាគេហ្នឹងគឺគេដាក់មកមួយខ្សែគេអស់ហើយយើងឃើញអញ្ចឹងមកក្រសួងប្រយុទ្ធប្រឆាំងអំពើពុករលួយអោមយន្តទៀងមកសបុកនៅនឹងទាំងអស់ប្រយុទ្ធប្រឆាំងអំពើពុករលួយអាម៉េចបើគាត់កូនមកសបុកហើយហ្នឹងអោមយន្តទៀងអោមយន្តទៀងពុទ្ធិរាយន្តទៀងពុទ្ធិរិទ្ធយើងយន្តទៀងពុទ្ធស្អីរស្មីអីមិនហ្នឹងសុំទោសខ្ញុំចាំមិនអស់ទេប៉ុន្តែដឹងតែមកសបុកនៅហ្នឹងហើយឥឡូវហ្នឹងកូនរបស់លោកអោមយន្តទៀងហ្នឹងនឹងឡើងទៅជាមេរបស់ក្រសួងណែប្រយុទ្ធប្រឆាំងអំពើពុករលួយហ្នឹងឆាប់ឬក៏ធ្វើបដាជាប្រធានស្ដីទីព្រោះលោកអោមយន្តទៀងគាត់ចាស់ហើយជរាទៅហើយហ្នឹងហើយមកសបុកគេយកចិត្តទុកដាក់រឿងប្រយុទ្ធប្រឆាំងអំពើពុករលួយទៅឈឺក្បាលម៉េះឲ្យគេធ្វើអីធ្វើណែកម្ពុជាមិនមែនសិង្ហបុរីទេណាសិង្ហបុរីតកូលលីខ្វាន់យូអ្នកណាក៏ចង់ឲ្យឡើងកាន់ប្រទេសនឹងដែរកាន់មកជីវិតក៏គេសុបាយដែរព្រោះអីដឹកនាំប្រទេសសិង្ហបុរីតាំងពីផេះផង់មកប្រទេសល្បីជុំវិញពិភពលោកអ្នកណាក៏គេចង់ឲ្យកាន់ដែរអ្នកឯងកាន់អីកាន់ទៅអាហ្នឹងជាគ្រួសារនិយមបែបហ្នឹងគេអត់រករឿងទេប៉ុន្តែតកូលហ៊ុនកាន់មកគឺប្រទេសកម្ពុជាខូចមុខមាត់ជុំវិញពិភពលោករហូតហ្នឹងហើយអត់មើលឃើញអញ្ចឹងទេចឹងអ្នកណាគេទៅស្អប់តកូលហ៊ុនគេអត់ស្អប់ទេប៉ុន្តែអាគេឈ្មោះនៃការដឹកនាំរបស់តកូលហ៊ុនហ្នឹងគឺសិទ្ធិមនុស្សប្រជាធិបតេយ្យយើងអាប់មុខលើឆាកអន្តរជាតិគេថ្កោលទោសយើងទៅណាគឺយើងអត់មានឥឡូវឆ្លោះគ្នាជាមួយថៃយកដីយើងអស់76កន្លែងអត់មានប្រទេសណាមួយសហគមន៍អន្តរជាតិរដ្ឋាភិបាលអន្តរជាតិណាមួយថ្កោលទោសថៃតាមមកប្រទេសក៏អត់ដែរស្អីទៅហ្នឹងយើងមើលអ៊ុយក្រែនរុស្ស៊ីឈ្លានពានគេថ្កោលទោសរុស្ស៊ីពេញផ្ទៃពិភពលោកអាមេរិកទម្លាក់គ្រាប់នៅអ៊ីរ៉ង់អាមេរិកជាមហាអំណាចប្រទេសច្រើនណាស់ថ្កោលទោសអាមេរិករឿងទម្លាក់គ្រាប់នៅអ៊ីរ៉ង់គេដឹងថាយើងឆ្លៀតអ៊ីរ៉ង់យើងទៅឈ្លានពានគេអ៊ីស្រាអែលបាញ់ជាមួយប៉ាឡេស្ទីនគេថ្កោលទោសអ៊ីស្រាអែលរហូតតុលាការព្រមព្រៀងអន្តរជាតិចេញដីកាតាមចាប់ខ្លួនលោកប៊ិនយ៉ាមិននេតាញ៉ាហ៊ូអីទៀតឃើញគេថ្កោលទោសគេដឹងសខ្មែរកម្ពុជាយើងថៃឈ្លានពានអត់មាននរណាថ្កោលទោសថៃតែមួយដោយសារអីគឺដោយសាររបៀបដឹកនាំរដ្ឋយើងមិនមែនដោយសារតែយើងវាអត់មានអធិបុលអីឲ្យគេជឿយើងអាម៉េចបើអ្នកដឹកនាំយើងតែខ្មែរគ្នាឯងយើងបំផ្លាញគ្នាខ្ទេចខ្ទីហើយចឹងគេមិនជឿថាយើងនឹងជាមនុស្សស្លូតគេអត់ជឿតាមពិតអកុសលណាបងប្អូនខ្ញុំនិយាយឲ្យស្មោះត្រង់ណាគឺខ្ញុំនៅតែថ្កោលទោសថៃគ្មានថ្ងៃឈប់ទេថៃឈ្លានពានទន្ទ្រានដែនអធិបតេយ្យកម្ពុជាជាអំពើដ៏ថោកទាបរបស់ថៃខ្ញុំអត់មានបាត់ការថ្កោលទោសថៃទេប៉ុន្តែក៏ខ្ញុំអត់បាត់ការថ្កោលទោសមន្ត្រីកម្ពុជាដែលធ្វើឲ្យខ្មែរយើងអាប់មុខរហូតតតែយើងមិនអាចទៅការពារអធិបតេយ្យខ្លួនឯងបានហើយអត់មានបរទេសណាមកជួយថ្កោលទោសថៃសោះដោយសារចរិតដឹកនាំរបស់យើងជាជនរងគ្រោះសោះយើងមិនអាចនឹងឲ្យគេថាយើងជាជនរងគ្រោះបានដោយសារអំពើប្រព្រឹត្តរបស់យើងហើយយើងអត់ដូរសំខាន់យើងអត់ដូរបើដូរទៅខ្ញុំក៏គិតថាអហោសិកម្មចោះព្រោះយើងធ្វើខុសមកអ្នកណាមិនចេះធ្វើខុសតែយើងកែទៅខ្ញុំនឹងលើកសរសើរអត់ដូរសោះអ្នកទោសមនសិការនៅ130នាក់ជិត130នាក់អត់ដោះលែងលោកកម្មសខាជាប់ទោសដកទោសនយោបាយគាត់អស់លោករងឈុនលោកសុនចន្ទធីកញ្ញាសេងធីរីសុនស្រនសុភាចលនាមេដាធម្មជាតិជាប់គុកឡើងពីសុទ្ធតែអ្នកទោសមនសិការទាំងអស់យើងអត់ដោះលែងគេសោះហើយទៅធ្វើឲ្យអន្តរជាតិមើងងាយយើងគេថាយើងជនរងគ្រោះមែនប៉ុន្តែគេគិតថាហើយគាត់រងគ្រោះអីគាត់ធ្វើបាបតែគ្នាឯងចឹងឲ្យគាត់នៅទទួលផលកម្មចឹងអន្តរជាតិហ្នឹងក៏អយុត្តិធម៌ហួសហេតុទៀតតែគេអយុត្តិធម៌វាអយុត្តិធម៌យើងអយុត្តិធម៌សម្រាប់ជាតិសាសន៍ឯងហ្នឹងចឹងបានយើងអត់មានគ្នាណាបងប្អូនអត់មានគ្នាហើយអ្នកណាចាំឲ្យខ្ញុំថាខ្ញុំនិយាយឲ្យថាខ្ញុំអត់មានតោមនិញតកូលហ៊ុនតកូលសុកតកូលទាតកូលកំតកូលសំតកូលសតកូលថាច់តកូលមៀចតកូលចៅតកូលស្អីកាន់ទៅប្រទេសកម្ពុជាខ្ញុំអត់មានក្បាលអីទេប៉ុន្តែកាន់ឲ្យយើងខ្លាំងឲ្យយើងរឹងមាំឲ្យខ្មែរមានសាមគ្គីកុំបាច់បាក់គ្នាដូចនេះកុំងើបមួយវាយមួយដូចនេះធ្វើទៅកុំរំលោភសិទ្ធិមនុស្សកុំបំផ្លាញប្រជាធិបតេយ្យហើយមកដូចចាប់អន្ទង់ចឹងដើរកលៃព័ត៌មានទៅនិយាយប្រាប់ថាយើងមានសិទ្ធិមនុស្សប្រជាធិបតេយ្យសិទ្ធិមនុស្សប្រជាធិបតេយ្យមកពីណាយើងអត់ដឹងទេសប្ថ្ងៃហ្នឹងតើអស់លោកប្រមាណអ្នកនៅស្រុកខ្មែរហ្នឹងដែលនិយាយអីបានម្នាក់បាក់ស្បាតអស់ហើយហ្នឹងសិទ្ធស្អីគេហ្នឹង
ទៅសួរប្រជាប្រដ្ឋខ្មែរទៅគាត់តែស្ដាប់មួងណារ៉េតហ្នឹងក៏ភ័យដែរព្រោះថ្ងៃហ្នឹងគាត់ស្ដាប់មួងណារ៉េតហ្នឹងក៏ភ័យដែរគ្រាន់តែ share មួងណារ៉េតហ្នឹងក៏ភ័យដែរគ្រាន់តែ click like share មួងណារ៉េតហ្នឹងក៏ភ័យដែរអូហ្នឹងសិទ្ធិសេរីភាពហ្នឹងអត់ទាំងហ៊ានលួចស្ដាប់ក្នុងមុងក្នុងភួយអីវិទ្យុអាស៊ីសេរីឬក៏វិទ្យុសម្លេងសហរដ្ឋអាមេរិកអីដូចសម័យខ្មែរក្រហមអូហ្នឹងសិទ្ធិសេរីភាពហើយដល់ពេលយើងធ្វើអញ្ចឹងហើយលោកកៅរេមីនេះក៏អញ្ចឹងដែរអត់ខ្ពើមគាត់អត់ចេះខ្ពើមទេយើងមិនបាច់ថាបន្ទោសលោកកៅរេមីយើងដឹងហើយណាលោកសខេងដាក់លោកកូនគាត់ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺលោកសសុខាលោកទាបាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិដាក់ចេញទៅដាក់កូនគាត់លោកទាសីហាអ្នកស្រីចននិមលដាក់លោកចំប្រសិទ្ធដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដាក់មកដាក់កូនស្រីជាចន្ទោដាក់ជាសេរីនៅខាងធនាគារជាតិសាយឈុំដាក់កូនសាយសំអល់លោកស្អីផ្សេងទៀតក្រសួងមន្ទីរតើខ្ញុំទៅអាចរៀបរាប់អស់ហើយបងប្អូនវាអញ្ចឹងគ្រប់ក្រសួងមន្ទីរបើជម្រាបសួរបងប្អូនខ្មែរទូទាំងពិភពលោកនិងជម្រាបសួរថ្នាក់ដឹកនាំទាំងពីរខ្ញុំសូមផ្ញើវីដេអូនេះទៅអាវីហៅមួងណារ៉េតផងនេះមិនដឹងតែរមិចវាបានចេះតែទៅរោរឿងតកូលហ៊ុនរបូតនោះវាស្អីវាលើកពីនេះលើកពីនោះលើកពីនេះលើកពីនោះមកដាក់ទោសលើតកូលហ៊ុនរបូតសិទ្ធិបកនិយមបកពួកនិយមអំពើពុករលួយអញ្ចឹងទៅរឿងបកនិយមរឿងអំពើពុករលួយជារឿងសង្គមថ្នាក់ដឹកនាំតែមួយมันអាចមានភ្នែកទៅទេប្រទេសណាក៏មានដែររឿងបកនិយមនិងអំពើពុករលួយហើយកុំកាត់ស្មានថាប្រទេសអាកៀងនេះអត់មានបកនិយមហើយកុំស្មានយ៉ាងឯងខុសឆ្លាស់ហើយអូខេបកនិយមដូចគ្នានេះនៅប្រទេសអាកៀងនេះបីដាប្រជាធិបតេយ្យអំពើពុករលួយក៏នៅមានដែរមិនអស់ទាំងស្រុងទេវាគ្រាន់ថានៅត្រឹម 10% អីអញ្ចឹងហើយគេខំព្យាយាមអស់ចំណាយពេលអស់150ឆ្នាំតម្រំបាននៅប៉ុណ្ណេះចុះខ្មែរយើងមិនតាន់បាន50ឆ្នាំផងនោះទៅធ្វើតាមពួកឯងមិនកើតនិយាយចុះនិយាយឡើងទៅឲ្យប្រមូលនេះប្រមូលពីនោះមកទំនាក់ទៅឲ្យគេណែដោះលែងសកម្មពួកសកម្មជនអត់ដឹងតែចំហឈរនៅខ្លួនឯងឈរនៅលើអីបកប្រឆាំងបើមិនព្រមឈប់បង្កើនបកពួករួមប្រជុំឬតំណាងរាស្ត្រឬអីហ្នឹងទេពួកអ្នកជាប់គុកនៅក្នុងប្រទេសកម្ពុជានោះមិនងាយគ្មានពេលចេញទេនេះក៏ប្រាប់ពួកឯងពីព្រោះហ៊ុនសែនបានប្រើភាសាងើបមួយវាយមួយហើយអូខេវីដេអូពួកអាប្រឆាំងឯងរាល់គ្នាដែលវាយប្រហារគេជេរប្រមាថគេចង់ដកគេចេញពីតំណែងចោទគេក្បត់ជាតិនៅក្នុងដៃគេអស់ហើយបើសន្តានទូតណាមួយទៅទៀមទាឲ្យតកូលហ៊ុនដោះលែងពួកសកម្មជននោះគេនឹងយកវីដេអូហ្នឹងទៅបង្ហាញពួកសន្តានទូតនោះហើយគេថាពួកឯងពួកឯងក្បត់ជាតិឯងអត់មានធ្វើអីគេកើតទេគេជាអ្នកដឹកនាំទូគេបត់លឿនណាស់ពួកឯងបកប្រឆាំងហ្នឹងណាបត់មួយខែបានគេបត់មួយនាទីផងឲ្យយល់ចំណុចខ្លួនឯងផងអូខេគិតតែពីចាប់កំហុសគេរឿងអំពើពុករលួយជារឿងសង្គមបកនិយមរឿងសង្គមប៉ុន្តែគេនៅតែខំព្យាយាមទប់ស្កាត់អញ្ចឹងជាបន្តរដ្ឋបាលកែតំបន់ណាអំពើពុករលួយគេដកគេដូរចេញជាបន្តនៅតែខុសពួកឯងហ្នឹងឯងនៅតែខុសចំពោះពួកឯងហ្នឹងអូខេគេខំរត់តែពេលដេកគ្មានអីនេះគិតតែបើក Facebook ឡើង
Ôi trời ơi cho khô ni ọt phư nu. Ok. Ni pu ai rồi ni chẳng. Hay ai ni sân đây vào đâu kia robot. Ọt đăng khuôn anh cầm pung đành dây dây đây. Ok. Dây sân đây vào đâu kia hạ bê đôi ai nó ấy thông chiang nẹo đặc năm tiết à. Chả vai thạ đặc năm mày nè. Chom chị ở cha men. Mồm tàu riêng mà đón tiết tàu pu ai trong ngọc ni đâu. Ok.